បាទសួស្តីសិស្សទាំងអស់គ្នាតើអ្នកធ្លាប់ដឹងទេថាហេតុអ្វីបានជាស្លាកសញ្ញាចរាចរណ៍មានរាងនិងពណ៌ខុសៗគ្នាស្លាកសញ្ញាចរាចរណ៍គឺជាភាសាមួយដែលជួយឲ្យយើងធ្វើដំណើរដោយសុវត្ថិភាពថ្ងៃនេះលោកគ្រូនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃសញ្ញាចរាចរណ៍1សញ្ញាព្រមាន2សញ្ញាហាមឃាត់តើវាខុសគ្នាយ៉ាងដូចម្តេចតោះទៅមើលទាំងអស់គ្នាទី1សញ្ញាព្រមានអ្នកអាចសម្គាល់វាយ៉ាងងាយតាមរយៈរូបរាងត្រីកោណសាមញ្ញដែលមានគែមពណ៌ក្រហមនិងផ្ទៃពណ៌សឬពណ៌លឿងសញ្ញាទាំងនេះមិនមែនជាបញ្ជាអ្នកទេប៉ុន្តែវាប្រាប់ឲ្យអ្នកដឹងពីគ្រោះថ្នាក់នៅខាងមុខដូចជាផ្លូវរអិលផ្លូវបត់គ្រោះថ្នាក់ឬមានកុមារឆ្លងកាត់នៅពេលឃើញសញ្ញាត្រីកោណអ្នកជំនាញណែនាំឲ្យអ្នកបន្ថយល្បឿននិងបង្កើនការប្រុងប្រយ័ត្នជាចម្បងកុំមើលរំលងវាឲ្យសោះទី2សញ្ញាហាមឃាត់សញ្ញានេះមានរាងមូលចងចាំថាបើឃើញសញ្ញារាងមូលវាគឺជាបទបញ្ជាដែលអ្នកត្រូវតែអនុវត្តតាមដាច់ខាតជាទូទៅវាមានគែមពណ៌ក្រហមនិងមានបន្ទាត់អង្កត់ទ្រូងឆោតពីលើរូបភាពដែលគេហាមឃាត់ដូចជាហាមចូលហាមឈប់ឬហាមបត់ត្រឡប់ក្រោយការមិនគោរពតាមសញ្ញាហាមឃាត់មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ជីវិតតែប៉ុណ្ណោះទេប៉ុន្តែអ្នកនឹងប្រឈមនឹងការផាកពិន័យតាមច្បាប់ចរាចរណ៍ថែមទៀតផងបាទចូលមកដល់ slide ទី4លោកគ្រូនឹងនាំអារម្មណ៍បងប្អូនទៅប្រៀបធៀបរវាងសញ្ញាព្រមាននិងសញ្ញាហាមឃាត់នៅក្នុងនោះលក្ខណៈសម្គាល់មាន3សំខាន់ដែលយើងធ្វើការប្រៀបធៀបទី1រូបរាងទី2គោលបំណងទី3សកម្មភាពអ្នកបើកបរអូខេទី1យើងសិក្សាអំពីនិមិត្តសញ្ញារាងត្រីកោណនៅខាងឆ្វេងដៃបើសិនបើបងប្អូនកលេចមើលទៅមានថារាងត្រីកោណស៊ុំពណ៌ខ្មៅផ្ទៃពណ៌លឿងនិងមាននិមិត្តសញ្ញានៅចំកណ្ដាលចូលដល់សញ្ញាទី2ដូចគ្នាដែរគឺគែមស៊ុំពណ៌សបន្ទាប់មកមានស៊ុំពណ៌ខ្មៅផ្ទៃពណ៌លឿងនិងមាននិមិត្តសញ្ញានៅចំកណ្ដាលបើសិនបើយើងកលេចទៅស្លាកសញ្ញាទី3ដែលយើងឃើញរាងត្រីកោណដូចគ្នាជាស្លាកសញ្ញាដែលមានស៊ុំពណ៌ក្រហមផ្ទៃពណ៌សនិងមាននិមិត្តសញ្ញាចំកណ្ដាលអញ្ចឹងមានន័យថាម៉េចមានន័យថារាងត្រីកោណដូចគ្នាតែក្នុងគោលបំណងចង់ឲ្យបងប្អូននឹងមានការបង្កើនការប្រុងប្រយ័ត្នសម្រាប់សកម្មភាពអ្នកបើកបរគឺជួយបង្រៀនឬក៏ជួយប្រាប់ឲ្យអ្នកបើកបរត្រៀមខ្លួនឆ្លើយតបជាមួយនឹងការប្រុងប្រយ័ត្នអូខេចូលដល់ចំណុចទី2រាងមូលឬក៏8ជ្រុងនៅខាងស្ដាំបើបងប្អូនកលេចមើលទៅមានន័យថាយើងមានរាងជា8ជ្រុងដែលមានគែមស៊ុំពណ៌សផ្ទៃពណ៌ក្រហមនិងមានសញ្ញានិមិត្តសញ្ញានៅចំកណ្ដាលឬក៏អក្សរនៅចំកណ្ដាលចូលដល់ស្លាកសញ្ញាទី2យើងមានស៊ុំគែមពណ៌សបន្ទាប់មកគឺស៊ុំពណ៌ក្រហមមូលជុំវិញនិងមាននិមិត្តសញ្ញាពណ៌ខ្មៅនៅចំកណ្ដាលចូលដល់ស្លាកសញ្ញាទី3យើងមានផ្ទៃពណ៌សផ្ទៃសំទោសផ្ទៃពណ៌ក្រហមតែគេគែមស៊ុំរង្វង់មូលពណ៌សនិងមាននិមិត្តសញ្ញានៅចំកណ្ដាលពណ៌សអញ្ចឹងបងប្អូនអាចប្រៀបធៀបបានរវាងភាពខុសគ្នារវាងសញ្ញាព្រមានដែលជា warning ហ្នឹងនិងសញ្ញាហាមឃាត់ prohibit អញ្ចឹងរូបរាងមូលគោលបំណងរបស់វាគឺចង់ឲ្យយើងជានិមិត្តសញ្ញាតាក់ទងជាមួយនឹងបទបញ្ជាការរឹតបន្តឹងតែបើយើងឈរទៅមើលសកម្មភាពអ្នកបើកបរគឺអនុវត្តតាមបទបញ្ជាដាច់ខាតនៅក្នុងនិមិត្តសញ្ញានេះ អ
សេចក្តីសង្ខេបសរុបមកបើសិនបើបងប្អូនឃើញស្លាកសញ្ញារាងត្រីកោណចូលបងប្អូនត្រូវប្រុងប្រយ័ត្នទី2បើសិនបើឃើញស្លាកសញ្ញារាងរង្វង់មូលត្រូវធ្វើតាមការហាមឃាត់ការយល់ដឹងពីស្លាកសញ្ញានេះធ្វើឲ្យបងប្អូនក៏ដូចជាអ្នកបើកបរកាន់តែមានទំនុកចិត្តនិងសុវត្ថិភាពសូមចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិរបស់អ្នកដើម្បីសុវត្ថិភាពលើដងផ្លូវទាំងអស់គ្នាសូមអរគុណជួបគ្នាពេលក្រោយបើកបរដោយសុវត្ថិភាព